បាទភាគរយរបស់ធាតុបង្កពេលខ្លះគេអាចប្រាប់កូនមកជាភាគរយទេបាទកន្លែងបំរាប់កូនមើលតាមទម្រង់នៃបំរាប់ជួនកាលគេប្រាប់កូនមកគឺជាក្រាមជាអីចឹងទៅតែយើងនៅតែសរសេរចឹងដែរសុំកូនដាក់បំរាប់ចឹងដែរហើយបើកូនថ្ងៃក្រោយកូនចង់ប្រឡងគ្រូធ្វើអីលំហាត់ចឹងច្រើនចេញច្រើនញឹកបាទលំហាត់អស់ហ្នឹងញឹកបាទអញ្ចឹងច្រើនមែនតើអញ្ចឹងត្រូវរៀនច្បាស់ពីក្រោមទៅថ្ងៃក្រោយកូនយល់បាទអញ្ចឹងតាក់តងគ្នារឿងបន្តទៀតបាទនៅក្នុងនេះគុណឃើញថាបំរាប់មានកបោនមានអ៊ីដ្រូសែនហើយនឹងប៉ុណ្ណឹងតែយើងដឹងថាអាមីនក្នុងអាមីនយើងនិយាយតែអាមីនមាន N ម៉ូណូអាមីនចឹងអាមីនណាអញ្ចឹងមាន N មួយចឹងណាអញ្ចឹងកន្លែងនេះគ្រូអាចទាញបាននាំឲ្យបើកាលណាធាតុបង្កមានតែប៉ុណ្ណឹងយើងអាចនាំឲ្យរូបមន្តរបស់វានេះអញ្ចឹងយើងទាញបានកន្លែងបានរូបមន្តទូទៅវាបានទេគុណច្បាស់ណារូបមន្តទូទៅអញ្ចឹងរូបមន្តទូទៅរបស់វាគឺ CH បាទយើងអត់ដាក់ CN H 2N ណា CH ហើយយើងទាញ HY ហើយមាន N តែមួយឯងព្រោះអាមីនមាន N មួយយើងមិនបាច់ដាក់ NT អីទេបាទហើយបើបានអញ្ចឹងហើយយើងចាប់ដើមចូលដើមបន្ទាត់យើងអនុវត្តតាមរូបមន្តបានណាបាទយើងអនុវត្តទៅតាមកន្លែងយើងមានរូបមន្តរបស់វាអញ្ចឹងសម្រាប់រូបមន្តដែលយើងយកប្រើបាទរូបមន្តដែលយើងយកប្រើនេះគឺយើងប្រើតាមទម្រង់អីគេនេះកន្លែង C ហ្នឹងมันមាន x ដងអញ្ចឹងគ្រូដាក់ថា 12x បាទ 12x នៅលើភាគរយបាទរូបមន្តហ្នឹងសមាមាត្រជាម៉ាស់ភាគរយ C មិនមែន C ភាគរយណា C ភាគរយកំហាប់ជាម៉ាស់ហើយ y ដងនៅលើភាគរយរបស់អក្សរ h បាទភាគរយរបស់អ៊ីដ្រូសែនហើយនឹង n 14បាទ14ព្រោះមានតែម្ដងទេនៅលើភាគរយ n គុណទៅសេអាហ្នឹងឲ្យហើយបានគុណចូលដើមបន្ទាត់បាទនាំឲ្យបាទណានាំឲ្យកន្លែងជំនួសលេខចូលបានណាអញ្ចឹងយើងទាញបាន 12x បាទ 12x ហ្នឹងនៅលើភាគរយ C គុណស្រង់លេខចូលណាបាទ 61.02 បាទយកស្រង់លេខខុសគុណគណនាបែកញើសហើយគុណគណនានឹងបែកញើសមកតែស្រង់លេខចេញមកខុសបាទណា15នេះ 15.25 បាទ 15.25 អានេះទៀត 14នេះ14ណា14គុណ 23.73 23.73 អញ្ចឹងនាំឲ្យទាញមកដុំនេះមកបាទយើងយកអា 12x នេះ 12x ហ្នឹងណាដែលធៀបជាមួយនឹងភាគរយ C ភាគរយ C បាន 61.02 បាទស្មើម្ដុំនេះ 14បាទចែកជាមួយនឹង 23.73 ទាញយកតម្លៃ x បាទគុណទាញយក x អញ្ចឹង x បើយើងទាញយក x កន្លែងបាន 61.02 គុណនឹង14គុណហើយចែកបាទកន្លែងនេះចែកមកកន្លែងបាន12គុណនឹង 23.73 បើគិតជាលេខបាន3បាន3បាទជួរទៅនោះទៅបាន3ហើយគុណទាញម្ដុំទៀតបាទគុណទាញម្ដុំទៀតបាទម្ដុំទៀតមកនោះ y នៅលើភាគរយ x យើងស្គាល់នៅក្នុងហ្នឹងវាបាន15បាទចុច25គុណយកទៅធៀបមួយខាងណាដែលអត់មានអញ្ញត្តិធៀបកន្លែងអត់មានអញ្ញត្តិអញ្ចឹង14នេះបាទ14បាទកន្លែងនេះ23បាទ 23.73 ស្រង់លេខត្រូវក៏ណាកុំខ្ជិលហើយទាញមួយ y បាទស្មើនឹងគុណទៅបាន15បាទ 15.25 គុណនឹង14គុណ14ចែកបាទចែកនឹងបាទកន្លែងនេះយើងបានបាទ 23.73 ចឹងខុសគ្នា9បាន9បាទបាន9អញ្ចឹងពេលគុណបានប៉ុណ្ណឹងហើយដូចនេះបានមួយសិនក៏បានដែរបាទយើងអាចបានដូចនេះមកកន្លែងនេះយើងអាចសរសេរថាដូចនេះគុណទាញបានរូបមន្តបាទគុណបានរូបមន្តមួយយើងហៅថារូបមន្តដុលបាទរូបមន្តដុលអញ្ចឹងរូបមន្តដុលឬក៏រូបមន្តម៉ូលេគុលរបស់អាមីនរូបមន្តដុលអាមីនឬក៏រូបមន្តម៉ូលេគុលអាមីនអញ្ចឹងមាន C3
bà x មាន 9 ហើយមាន n តែមួយឯគុណបន្ទាប់មកទៀតអីគេគុណគេឲ្យគុណសរសេរនោះគុណទៅមើលប្រធានណាសរសេររូបមន្តស្ទើរលាតដែលអាចមានហើយហៅឈ្មោះទៀតអាមីន C3 អាមីនមាន C3 ហ៎បាទអញ្ចឹងទី1បាទគេឲ្យយើងសរសេរបាទណាគេឲ្យគុណធ្វើការសរសេរបាទសរសេរទៅលើរូបមន្តបាទសរសេររូបមន្តហ្នឹងគឺរូបមន្តស្ទើរលាតបាទស្ទើរលាតដែលអាចមានអញ្ចឹងកូនត្រូវប្រឹងឲ្យច្បាស់រឿងការសរសេរហ្នឹងបាទអញ្ចឹងកាបូន3បាទណាកាបូន3អញ្ចឹងកូនរៀបខ្សែកាបូន3សិនមកហើយដាក់ជាប់ជាមួយ n1 បន្ទាប់មកកូនកាច់ផ្នែកបើកូនកាច់ផ្នែកអញ្ចឹងសល់ខ្សែមេតែ2ទេបាទផ្នែកទី1កូនដាក់លេខលើ n បាទណាផ្នែកទី1កូនដាក់ n ចុះបាទហើយសល់ខ្សែមេ2ដដែលផ្នែកទី2កូនដាក់លើ n និងកូនដាក់លើកាបូនម្ដង n ក៏ជាខ្សែមេអាត្រង់គូយកត្រង់តបមកបើកូនកាច់ផ្នែកម្ដង2បាទកាច់ផ្នែកម្ដង2អញ្ចឹងខ្សែមេអត់លែងដឹងណាមេណាក្តៅព្រោះមានតែ3អញ្ចឹងហើយបានយើងអាចសរសេរ e សូមេបានប៉ុណ្ណឹងគុណថែម x បាទគុណថែម x ណាបាទកាបូន1មានដៃ4អញ្ចឹងថែម x 3បាទ x 2បាទណាគាត់អានេះ x បាន2 n ដៃ3អញ្ចឹងថែម x បានតែ2ឯងគាត់ណាបាទថែម x បានតែ2អត់មានចុងខ្សែវា n ហ្នឹងដៃ3ដៃ4នេះថែម x បាន3គឺអត់ត្រូវទេអញ្ចឹងនៅពេលដែលកូនហៅបាទអត់មានខ្នែងទេបាទអាមីនហ្នឹងអត់មានខ្នែងទេអញ្ចឹងកាបូន3កូនហៅប្រូយកហ្មងទៅបាទណាកូនហៅអាល់គីលអញ្ចឹងយើងហៅប្រូពីលហើយឡាមីនបាទណាប្រូពីលឡាមីនព្រោះវាអត់មានខ្នែងបងបើមានខ្នែងបានយើងហៅខ្នែងនេះ x 3បាទកន្លែងនេះកាបូន x តែ2ណាពូនកដាល n ហ្នឹងមាន x តែ1ទេគុណតែខាងក្រោមនេះបាទខាងក្រោមហ្នឹងកាបូនខាងក្រោមមាន x 3តែខ្នែងមាននៅលើទីតាំង n ណាបាទ n អញ្ចឹងមកគុណបាទ n អីគេអញ្ចឹង n មេទីលសិនណា n មេទីលមិនបានមាន n មេទីលព្រោះខ្នែងនៅលើ n សួរពេលណាហៅ n មានខ្នែងលើ n ហៅ n បាទណាគុណa ទីលទៀតមកបាទណា n មេទីលបាទអេទីលចុងក្រោយកូនកុំភ្លេចពាក្យឡាមីនកុំភ្លេចពាក្យឡាមីនណាបាទកុំភ្លេចពាក្យឡាមីនកូនអញ្ចឹងថែម x បាទថែម x កន្លែងនេះបាននេះគេកូនបាន x 3កន្លែងបាន x តែ1ទេអានេះកូនបាន x 3អញ្ចឹង n ហ្នឹងសល់បាន x 2បើយើងបង់លេខខ្នែងចំលេខ2សំទុកកូនខ្នែងចំលេខ1លេខ1លេខ2ហ្នឹងណាមើលយល់ណាកូនណាបាទប្រយ័ត្នអត់យល់ខ្នែងនៅចំលេខ1ខ្នែងហ្នឹងតិចដឹងខ្នែងមួយណានេះ CH3 ខ្នែងពណ៌លឿងបាទអញ្ចឹងបងលេខទៅវាចំលេខ1បាទនេះលេខ2ហ្នឹងណាអញ្ចឹងខ្នែងជប់នៅលើ n ហើយខ្នែងចំលេខ1បាទចំលេខ1នៅចំលើលេខ1មានខ្នែងបាទ1ហើយមេទីលមកបាទណា1មេទីលបាទណាកូន1មេទីលខ្សែមេត្រង់វាផ្លឹងណាបាទកាបូន2អញ្ចឹង a ទីលណា1មេទីល a ទីលកូន1មេទីល a ទីលចុងក្រោយកូនមានពាក្យថាឡាមីនបាទមានពាក្យថាឡាមីនអញ្ចឹងកន្លែងមានប៉ុណ្ណឹងចុះខាងក្រៅមួយណាមេមួយណាខ្នែងអត់មានមេខ្នែងកើតទេអត់មានណាគេមេណាគេខ្នែងកើតទេដោយសារអីគាត់វាស្មើគ្នាវាស្មើគ្នាអញ្ចឹងអត់មានមេមានខ្នែងទេហៅយកហ្មងបាទកំណត់ថាមួយណាមេមួយណាខ្នែងអត់បានទេត្រីមេទីលហើយចុងក្រោយកូនមានពាក្យថាឡាមីនអញ្ចឹងត្រីមេទីលឡាមីនអញ្ចឹងកន្លែងហ្នឹងគេឧស្សាហ៍ចេញណាកូនបានតែ4អញ្ចឹងបើអ៊ីសូមែសរសេរបាន4ហ្នឹងជាទម្រង់ដូចស្តង់ដារដែលបដប់អាចនឹងចេញបាទច្រើនកូនបាទ